ក្រោយបែកគ្នាពេលមនុស្សប្រុសម្នាក់នោះទោះក្នុងករណីណាក៏ដោយបើសិនជាមិត្តនារីទាំងអស់គ្នាចង់ឲ្យគាត់ស្ដាយក្រោយមិត្តនារីទាំងអស់គ្នាត្រូវអនុវត្តនៅ3ចំណុចដូចខាងក្រោមនេះទី1មិត្តនារីទាំងអស់គ្នាត្រូវចេះគោរពខ្លួនឯងជាមុនសិនត្រូវកាត់ចិត្តឲ្យបានលឿនបំផុតហើយក្រវត្តមនុស្សប្រុសម្នាក់នោះចេញពីជីវិតរបស់យើងភ្លាមត្រូវថែរក្សាសុខភាពផ្លូវកាយនិងផ្លូវចិត្តរបស់យើងឲ្យបានល្អប្រសើរថែរក្សាសម្រស់របស់យើងឲ្យស្អាតជាងមុនពង្រឹងសមត្ថភាពរៀនរកចំណេះដឹងថ្មីដាក់ខ្លួនផ្ដោតលើគោលដៅការងារមុខរបរនិងការសាងទ្រព្យសម្បត្តិរបស់យើងជានិច្ចហើយទោះបីជាថ្ងៃក្រោយគាត់ត្រឡប់មករកយើងវិញក៏ដោយកុំទទួលយកគាត់វិញឲ្យសោះនោះហើយនៅត្រង់ចំណុចទី1នេះអ្វីដែលមិត្តនារីទាំងអស់គ្នាមិនគួរធ្វើនោះគឺការដែលយើងទៅបង្ហោះរូបភាពឬមួយក៏វីដេអូណាមួយដើរតួកំសត់ដ្រាម៉ានៅតាមបណ្ដាញសង្គមឬមួយក៏ទៅបណ្ដាប្រុសថ្មីបញ្ឈឺចិត្តគាត់ឬក៏ថតបង្ហោះវីដេអូជាមួយនឹងប្រុសថ្មីក្នុងចេតនាចង់បញ្ឈឺចិត្តគាត់អញ្ចេះមួយអញ្ចោះពីរចង់ឲ្យគាត់លឺយើងឃើញយើងអីទាំងអស់ហ្នឹងណានោះគឺការដែលមិត្តនារីទាំងអស់គ្នាមិនគោរពខ្លួនឯងសូមកត់សម្គាល់ទី2បើសិនជាមិត្តនារីទាំងអស់គ្នាចង់ឲ្យមនុស្សប្រុសម្នាក់នោះស្ដាយក្រោយបែកគ្នាពីគាត់មិត្តនារីទាំងអស់គ្នាកុំតាមដានជីវិតគាត់ឲ្យសោះសូម្បីតែនៅក្នុងបណ្ដាញសង្គមក៏ដោយមិត្តនារីទាំងអស់គ្នាកុំចូលទៅមើល profile ឬមួយក៏ story របស់គាត់ទោះបីជាមិត្តនារីទាំងអស់គ្នានៅនឹកគាត់ខ្លាំងយ៉ាងណាក៏ដោយមិនថាគាត់នៅកន្លែងណានៅជាមួយអ្នកណាហើយកំពុងធ្វើអីនោះគឺជាជីវិតរបស់គាត់ត្រូវប្រាប់ខ្លួនឯងថាយើងហើយនឹងគាត់ពេលនេះគឺលែងត្រូវជាអ្វីនឹងគ្នាហើយជាពិសេសមិត្តនារីទាំងអស់គ្នាកុំទៅនិយាយដើមគាត់ប្រាប់មិត្តភ័ក្តិឬមួយក៏មនុស្សដែលស្គាល់គាត់ឲ្យសោះទី3បើសិនជាមិត្តនារីទាំងអស់គ្នាចង់ឲ្យមនុស្សប្រុសម្នាក់នោះស្ដាយក្រោយបន្ទាប់ពីបែកគ្នាជាមួយនឹងមិត្តនារីទាំងអស់គ្នាសូមមិត្តនារីទាំងអស់គ្នាត្រូវរកមនុស្សប្រុសណាដែលគេល្អជាងគាត់ប្រសើរជាងគាត់ហើយបង្កើតគ្រួសារមួយឲ្យពេញលេញរស់នៅជាមួយគ្នាឲ្យមានសេចក្តីសុខបំផុតនៅក្នុងចំណុចទី3នេះមិត្តនារីទាំងអស់គ្នាប្រកាសជាឆ្ងល់ហើយចោទជាសំណួរមកកាន់ខ្ញុំវិញថាចុះបើសិនជាខ្ញុំរកអ្នកថ្មីអត់ទាន់បានអញ្ចឹងខ្ញុំត្រូវធ្វើម៉េចជាយោបល់របស់ខ្ញុំបើមិត្តនារីទាំងអស់គ្នាណាដែលកំពុងតែឈរនៅត្រង់ចំណុចមួយនេះមិត្តនារីទាំងអស់គ្នាត្រូវរស់នៅជាមួយខ្លួនឯងឲ្យបានល្អប្រសើរជាមុនសិនហើយត្រូវចេះបោះជំហានឆ្ពោះទៅកាន់គោលដៅឈរលើភាពត្រឹមត្រូវរបស់ខ្លួនឯងជានិច្ចកុំឲ្យចំពប់ជើងដួលដោយសារតែដុំថ្មដដែលទៀតឲ្យសោះខ្ញុំដឹងថាការផ្លាស់ប្ដូរនៅទស្សនៈនិងផ្នត់គំនិតរបស់ខ្លួនឯងវាមិនមែនជារឿងងាយស្រួលទេជាពិសេសនៅក្នុងទំនាក់ទំនងស្នេហាក្នុងទម្លាប់ក្នុងអរិយាប័ត្រនៃការរស់នៅនេះប៉ុន្តែវាជាអ្វីដែលមិត្តនារីទាំងអស់គ្នាត្រូវតែធ្វើដើម្បីឲ្យជីវិតរបស់ខ្លួនឯងហ្នឹងល្អប្រសើរជាងមុនបើសិនជាមិត្តនារីទាំងអស់គ្នាអាចធ្វើបានណាខ្ញុំជឿថាមិត្តនារីទាំងអស់គ្នានឹងក្លាយទៅជានារីដែលលេចធ្លោនិងមានឥទ្ធិពលនៅក្នុងផ្នត់គំនិតរបស់មនុស្សប្រុសហើយគ្មានមនុស្សប្រុសណាម្នាក់គាត់ហ៊ានមើលងាយមិត្តនារីទាំងអស់គ្នាទេ